ថ្ងៃនេះស្លសម្លម្ជូរត្រកួនជាមួយនឹងត្រីផ្ទក់ស្រែនិយាយថាឆ្ងាញ់មែនតែនទាស់តែត្រីស្រែនេះវាលំអិលច្រើនពេកដើម្បីសម្អាតត្រីស្អាតខ្ញុំលាងជាមួយអំបិល3-4ទឹកហើយយកមកច្របាច់គល់ឆ្មាបងអូនដើម្បីអស់ភាពអស់ក្លិនឆ្អាបអស់លំអិលកាលណាទៅលាងអស់ស្អាតទេត្រីស្រែគឺឆ្អាបសាហាវណាស់ប៉ុន្តែវាមានជាតិអញ្ចឹងលាងសម្អាតតាមហ្នឹងទៅគឺស្អាតមែនតែនតោះមកចាប់ផ្ដើមមកបងអំបិលដាក់ចូលនេះដើម្បីឲ្យវារងាស់ចេញជាតិជូរតើមកដាក់ត្រីចូលឲ្យដុះពពុះចេញអូនស្លតបន្តដុះពពុះចេញបានវាថ្លាស្អាតចឹងណានិយាយថាពពុះអើយច្រើននោះច្រើនដាក់ប៊ីចេងស្ករទុកវាមកពុះឆ្អិនសិនចាប់ដើមមកលាងបន្លែសិនតកូននិយាយថាតកូនជ្រលក់ទឹកខ្ចីលវក់មកអូនអើយស្លម្ជូរនិយាយថាត្រូវឆ្ងាញ់មែនតែនដាក់មកអមស្រែមកនិយាយថាជាតិយកទៅណាអស់រៀង3-4ទឹកមើលទៅអស់ដីមកចាប់ផ្ដើមចម្រោះដាក់កញ្ច្រែងទុកម្ល៉េះសិនមកនិយាយថាល្អអើយល្អខ្ចីញញហ្មងខ្ញុំចូលចិត្តយកតកូនជ្រលក់ទឹកនេះមកស្លម្ជូរស្រែជាងតកូនចិនណាបងអូនបន្ទាប់ពីលាងស្អាតចាប់ផ្ដើមបង់ដាក់ចូលសម្លមកខ្ញុំត្រូវការរៀងផុយបន្តិចចឹងរងាស់រៀងយូរបន្តិចនេះសាម៉ៃក្មេងខ្ញុំគាត់ហូបបាយនឹងអញ្ចឹងណាបើតាមជាក់ស្ដែងខ្ញុំបងតាមពុះហ្នឹងគឺខ្ញុំដាក់ចុះហើយចាប់ដើមមកលាងមកអមបែរយកត្រួយហាន់វាមកបងប្អូនចាប់ដើមបងចូលក្នុងសម្លហើយវាថាដាក់មកអមទៅរត់តែឈ្ងុយទៀតចឹងសឡមជូរតកួនអត់មានអីយូរទេបងប្អូនហើយឯងតែប៉ុណ្្នឹងឯងចាប់ដើមដួសដាក់ចានមកសម្លមួយចានអស់បាយមួយចានដាក់ម្ទេសហឹរៗមកនិយាយថាឆ្ងាញ់ណាស់បងប្អូនអើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ